5ចំណុចដែលអ្នកគួរផ្ដោតនៅក្នុងវ័យ40ឆ្នាំសម្រាប់មនុស្សជាច្រើនពាក់កណ្ដាលនៃជីវិតដំបូងរបស់ពួកគាត់គឺជាការស្វែងរកខ្លួនឯងនៅក្នុងវ័យ20ឆ្នាំជាវ័យសម្រាប់អ្នករុករកនៅក្នុងវ័យ30ឆ្នាំគឺជាវ័យដែលអ្នកកំពុងសាងសង់ប៉ុន្តែនៅក្នុងវ័យ40ឆ្នាំនេះចំណុចទាំងហ្នឹងវាបានធ្វើឲ្យអ្នកក្លាយទៅជាវ័យមួយដែលផ្លាស់ប្ដូរពីព្រោះអ្នកលែងព្យាយាមបញ្ជាក់ខ្លួនឯងថាខ្លួនឯងមានសមត្ថភាពទៀតហើយនោះក៏ដោយសារតែអ្នកទាំងអស់គ្នាមានបទពិសោធន៍រួចហើយដឹងពីចំណុចខ្លាំងហើយដឹងពីអ្វីដែលខ្លួនឯងធ្វើឬមិនធ្វើដែលវាជាដំណើរការនៅក្នុងជីវិតរបស់អ្នកដូច្នេះទស្សវត្សនៅក្នុងវ័យ40ឆ្នាំរបស់អ្នកនេះមិនមែននិយាយអំពីការចាប់ផ្ដើមសារឡើងវិញនោះទេវាគឺជាវ័យមួយដែលអ្នកគុណទៅលើសមត្ថភាពរបស់ខ្លួនឯងដែលអ្នកកំពុងមានដូចជាការផ្ដល់ចំណេះដឹងរបស់អ្នកឲ្យคล้ายទៅជាការជះឥទ្ធិពលបទពិសោធន៍របស់អ្នកឲ្យคล้ายទៅជាការណែនាំភាពបរាជ័យនៃការងាររបស់អ្នកឲ្យคล้ายទៅជាផលប៉ះពាល់និងការកែលម្អនៅក្នុងអាជីពការងារដូច្នេះនៅក្នុងវ័យ40ឆ្នាំរបស់អ្នកគឺជាពេលវេលាដែលអ្នកនិយាយអំពីភាពដឹកនាំនិរន្តរភាពនិងការចូលរួមចែករំលែកដល់សហគមន៍និងមនុស្សជំនាន់ក្រោយរយៈពេលវែងហើយនេះគឺជា5ចំណុចដែលអ្នកគួរផ្ដោតនៅក្នុងវ័យ40ឆ្នាំទី1ផ្ដោតទៅលើភាពជាអ្នកដឹកនាំនៅក្នុងវ័យ40ឆ្នាំរបស់អ្នកតម្លៃរបស់អ្នកមិនមែនពឹងផ្អែកទៅលើសកម្មភាពសមត្ថភាពដែលអ្នកកំពុងតែធ្វើនោះទេក៏ប៉ុន្តែវាស្ថិតទៅលើរបៀបដែលអ្នកណែនាំទៅកាន់អ្នកដទៃនិងមនុស្សជំនាន់ក្រោយដោយយើងដឹងទាំងអស់គ្នាថារាល់អាជីពការងាររបស់យើងគឺយើងតែងតែផ្ដោតទៅលើការអនុវត្តអញ្ចឹងនៅក្នុងវ័យ20ឆ្នាំនិង30ឆ្នាំអ្នកកំពុងតែខិតខំធ្វើការអភិវឌ្ឍជំនាញរបស់អ្នករៀនពីរបៀបដែលផ្ដល់លទ្ធផលល្អទៅលើសមិទ្ធផលនៃការងាររបស់អ្នកប៉ុន្តែចូលមកដល់វ័យ40ឆ្នាំនេះចំណុចទាំងហ្នឹងវាត្រូវបានផ្លាស់ប្ដូរហើយវាប្រែក្លាយទៅជាតើអ្នកកំពុងតែជួយអ្នកណាឲ្យរីកចម្រើនជួយកូនចៅជំនាន់ក្រោយជួយដល់សហគមន៍និងជួយដល់អ្នកដទៃពីព្រោះភាពជាអ្នកដឹកនាំរបស់អ្នកវាមិនគ្រាន់តែជាតំណែងតែមួយមុខនោះទេវាគឺជាតំណែងមួយដែលអ្នកចែករំលែកពីបទពិសោធន៍របស់អ្នកឲ្យវាជះឥទ្ធិពលទៅកាន់អ្នកដទៃវាគឺជារបៀបមួយដែលអ្នកបង្ហាញទៅមនុស្សជុំវិញខ្លួនថាតើយើងគួរតែសម្រេចចិត្តបែបណានៅពេលដែលកលៈទេសៈមួយវាមិនប្រកបជាហើយនៅពេលដែលបញ្ហាកើតឡើងតើយើងគួរតែដោះស្រាយបញ្ហាទាំងនោះដោយរបៀបម៉េចបូករួមជាមួយនឹងការគ្រប់គ្រងផ្លូវចិត្តរបស់យើងថាតើយើងគួរគ្រប់គ្រងផ្លូវចិត្តរបស់យើងបែបណាដើម្បីប្រឈមមុខជាមួយនឹងបញ្ហាទាំងហ្នឹងនិងការជួយមនុស្សជុំវិញខ្លួនឲ្យមនុស្សជុំវិញខ្លួនកែប្រសើរនៅក្នុងកត្តាអ្វីមួយនៅក្នុងជីវិតរបស់គេហើយអ្នកត្រូវចាំថាអ្នកដែលមានភាពជាអ្នកដឹកនាំមិនមែនណែនាំមនុស្សជុំវិញខ្លួនឲ្យដើរតាមកន្លងចាស់របស់គាត់នោះទេប៉ុន្តែគាត់គឺជាបុគ្គលម្នាក់ដែលជះឥទ្ធិពលនិងនិយាយអំពីបញ្ហាដែលគាត់បានប្រទះនៅក្នុងបទពិសោធន៍របស់គាត់ហើយនឹងផ្ដល់ដំបូន្មានថ្មីៗដែលអាចនឹងដោះស្រាយបញ្ហាទាំងនោះឲ្យបានប្រសើរទៅកាន់មនុស្សជំនាន់ក្រោយដើម្បីធ្វើឲ្យពួកគាត់មានការរីកចម្រើនជាងខ្លួននៅក្នុងវ័យ40ឆ្នាំនេះគឺជាវ័យមួយដែលមនុស្សជុំវិញខ្លួនមិនត្រឹមតែចង់ដឹងចម្លើយពីយើងតែមួយមុខនោះទេគឺពួកគេទាមទារចង់ដឹងថាតើទិសដៅនៅក្នុងវ័យ40ឆ្នាំរបស់យើងនេះតើយើងនឹងត្រូវធ្វើអ្វីដូចជាសមត្ថភាពរបស់អ្នកនៅក្នុងការណែនាំក្រុមការងារណែនាំមិត្តរួមការងារនិងការធ្វើការសម្រេចចិត្តដោយការគិតគូររបស់អ្នកคล้ายទៅជាមានតម្លៃនិងមានប្រសិទ្ធភាពជាងមុនជាងណែនាំមនុស្សឲ្យស្គាល់ពីកំហុសរបស់អ្នកប្រាប់ពីទុក្ខលំបាករបស់អ្នកហើយមិនដឹងពីការដោះស្រាយបញ្ហាទាំងនោះពីព្រោះការដែលណែនាំបែបនេះវានឹងសាយភាយនិងជះឥទ្ធិពលដល់មនុស្សជំនាន់ក្រោយនៅក្នុងការធ្វើអ្វីមួយដោយគិតគូរទៅលើហានិភ័យជាមុនទី2ផ្ដោតទៅលើការរចនាប្រព័ន្ធការផ្លាស់ប្ដូរដ៏សំខាន់មួយទៀតនៅក្នុងវ័យ40ឆ្នាំគឺការយល់ដឹងថាការខិតខំប្រឹងប្រែងតែម្នាក់ឯងគឺវាមិនគ្រប់គ្រាន់នោះទេគឺវាត្រូវការក្រុមការងារដ៏រឹងមាំមួយចាំជួយគ្រប់គ្រងទៅលើចក្ខុវិស័យជារួមនៅក្នុងវ័យជំទង់របស់អ្នកអ្នកប្រហែលជាពឹងផ្អែកទៅលើកម្លាំងថាមពលរបស់អ្នកទាំងស្រុងដោយធ្វើការច្រើនម៉ោងធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងព្យាយាមគ្រប់គ្រងរាល់ព័ត៌មានលម្អិតប៉ុន្តែត្រូវចាំថាយុទ្ធសាស្ត្របែបនេះគឺវាមិនស្ថិតស្ថេរជារៀងរហូតនោះទេនៅក្នុងវ័យ40ឆ្នាំនេះគឺជាពេលវេលាមួយដែលអ្នកត្រូវរចនាប្រព័ន្ធដ៏រឹងមាំមួយដែលវាគឺជារចនាសម្ព័ន្ធដែលអនុញ្ញាតឲ្យអ្វីៗដំណើរការទោះបីជាអ្នកមិនបានចូលរួមនៅក្នុងជំហាននីមួយៗក៏ដោយនេះមានន័យថាតើដំណើរការនៅក្នុងក្រុមហ៊ុននីមួយៗតើគេមានលំហូរការងារច្បាស់លាស់សម្រាប់ក្រុមការងាររបស់គេបែបណាការផ្ទេរភារកិច្ចនិងតួនាទីនីមួយៗបានយ៉ាងច្បាស់លាស់បែបម៉េចឬការកសាងក្របខ័ណ្ឌបែបណាដែលធ្វើឲ្យការងារ
ងាររបស់យើងមានប្រសិទ្ធភាពជាងមុនពីព្រោះគោលដៅរបស់យើងនៅក្នុងវ័យ40ឆ្នាំនេះមិនមែនធ្វើអ្វីតែម្នាក់ឯងទៀតនោះទេគោលដៅនោះគឺបង្កើតអ្វីមួយដែលវាអាចបន្តដំណើរការនិងរីកចម្រើនបានលើសពីការខិតខំរបស់បុគ្គលម្នាក់ៗទៅទៀតពីព្រោះសមត្ថភាពនៅក្នុងការរចនាសម្ព័ន្ធនឹងឯងទើបវាផ្ដល់មាត្រដ្ឋានដ៏ពិតប្រាកដមួយដែលសរបញ្ជាក់ថាអ្នកពិតជាខ្លាំងនៅក្នុងការធ្វើការងាររបស់អ្នកមែននោះក៏ព្រោះតែអ្នកបានបង្កើតនៅប្រព័ន្ធមួយដែលគាំទ្រទៅដល់ការរីកចម្រើននៃនយោបាយកដ្ឋានឬក៏អាជីពការងាររបស់អ្នករយៈពេលវែងទី3ផ្ដោតទៅលើការណែនាំឬក៏ mentorship នៅពេលដែលអ្នកឈានចូលដល់វ័យ40ឆ្នាំអ្នកកំពុងតែប្រមូលផ្ដុំទៅលើអ្វីដែលអ្នកគិតថាមានតម្លៃហើយតម្លៃទាំងនោះវាគឺជាបទពិសោធន៍ដែលបទពិសោធន៍ទាំងនឹងវានឹងคล้ายទៅជារបស់មានតម្លៃនិងមានអត្ថន័យមួយនៅពេលណាដែលអ្នកចែករំលែកទៅមនុស្សជុំវិញខ្លួនពីព្រោះសង្គមបច្ចុប្បន្នយើងតែងតែឃើញថាមនុស្សជំនាន់ក្រោយឬក៏អ្នកជំនាញវ័យក្មេងតែងតែជួបបញ្ហាដែលគាត់ជួបប្រទះនៅក្នុងអំឡុងពេលដែលពួកគាត់ធ្វើការអញ្ចឹងវាទាមទារឲ្យពួកគាត់ចំណាយពេលវេលាយូរនៅក្នុងការស្វែងយល់នៅក្នុងការមើលឃើញពីកំហុសផ្ទាល់ខ្លួននិងកែលម្អឲ្យវាប្រសើរដែលរយៈពេលទាំងនោះវាចំណាយពេលវែងដូច្នេះវាទាមទារឲ្យយើងក្នុងនាមជាអ្នកដឹកនាំក្នុងនាមជាមនុស្សដែលមានវ័យ40ឆ្នាំណែនាំពួកគាត់ឲ្យពួកគាត់រីកចម្រើនលឿនជាងមុនដែលធ្វើឲ្យរយៈពេលវែងនៅក្នុងការប្រឈមមុខនឹងបញ្ហាទាំងនោះវាសម្រួលមកក្លាយជារយៈពេលខ្លីមួយដែលធ្វើឲ្យសមិទ្ធផលនៅក្នុងចក្ខុវិស័យរួមទាំងអស់គ្នានៅក្នុងការធ្វើការហ្នឹងវាកាន់តែងាយស្រួលហើយការណែនាំរបស់អ្នកវាមិនមែនត្រឹមតែបណ្ដោះបណ្ដាលឬក៏ធ្វើឲ្យមនុស្សជំនាន់ក្រោយឬក៏អ្នកដែលរួមអាជីពជាមួយយើងនៅក្នុងវ័យក្មេងបែបនោះមានការរីកចម្រើនតែមួយមុខនោះទេវាក៏បានពង្រឹងនៅមរតកដែលជាបទពិសោធន៍របស់យើងដូចគ្នានៅពេលណាដែលអ្នកកំពុងតែណែនាំអ្នកដទៃអ្នកមិនត្រឹមតែចំណេះដឹងតែមួយមុខនោះទេអ្នកកំពុងតែបង្កើតមនុស្សជំនាញមួយចំនួនដែលស្ថិតនៅក្នុងការដឹកនាំរបស់អ្នកហើយនៅពេលដែលអ្នកឧស្សាហ៍ណែនាំទៅកាន់អ្នកដទៃរាល់ចំណេះដឹងរាល់បទពិសោធន៍របស់អ្នកនោះវានឹងពង្រឹងសមត្ថភាពខ្លួនឯងគុណជាទ្វេដងដែលវាធ្វើឲ្យជំនាញរបស់យើងកាន់តែស៊ីជម្រៅពីព្រោះការណែនាំរបស់អ្នកវានឹងបង្កើនការជះឥទ្ធិពលពីការរៀនសូត្ររបស់អ្នកដូចគ្នាទី4ការផ្ដោតទៅលើកេរដំណែលនៅក្នុងវ័យ40ឆ្នាំភាពជោគជ័យគឺវាមានអត្ថន័យខុសៗគ្នាការពីចំណុចដំបូងនៅក្នុងជីវិតរបស់យើងភាពជោគជ័យត្រូវបានគេវាស់វែងទៅតាមសមិទ្ធផលរបស់អ្នកដូចជាប្រាក់ខែឋានៈទ្រព្យសម្បត្តិនិងការទទួលស្គាល់ប៉ុន្តែពេលវេលានឹងវាបានកន្លងផុតទៅហើយសំណួរដែលមនុស្សជុំវិញខ្លួនសួរមកកាន់យើងនោះវាកាន់តែស៊ីជម្រៅនៅក្នុងវ័យ40ឆ្នាំនេះសំណួរដែលអ្នកទទួលបាននោះគឺតើអ្នកបានបន្សល់ទុកអ្វីខ្លះពីព្រោះមរតកឬក៏កេរដំណែលរបស់យើងមិនអាចវាស់វែងទៅលើផ្នែកហិរញ្ញវត្ថុរបស់យើងតែមួយមុខនោះទេវានិយាយអំពីឥទ្ធិពលវានិយាយអំពីតម្លៃវានិយាយអំពីការចូលរួមចំណែកក្នុងការចែករំលែកទៅមនុស្សជំនាន់ក្រោយនិងសហគមន៍ហើយមរតកនិងកេរដំណែលគឺវាមានច្រើនទម្រង់នៅក្នុងជីវិតរបស់យើងវាអាចជាក្រុមហ៊ុនដែលអ្នកបានបង្កើតវាអាចជាក្រុមការងារដែលអ្នកបានណែនាំវាអាចជាគម្រោងអ្វីមួយដែលមានអត្ថន័យទៅដល់សហគមន៍របស់យើងឬសូម្បីតែការណែនាំរបស់អ្នកឬដំបូន្មានរបស់អ្នកបានស្រោចស្រង់ជីវិតនរណាម្នាក់នៅក្នុងសង្គមមួយនេះដូច្នេះនៅក្នុងវ័យ40ឆ្នាំនេះការគិតអំពីមរតកឬក៏កេរដំណែលរបស់យើងវាបានលើកទឹកចិត្តឲ្យយើងផ្ដោតទៅលើផលប៉ះពាល់រយៈពេលវែងប្រសើរជាងរយៈពេលខ្លីទី5ការផ្ដោតទៅលើសុខភាពជាចុងក្រោយនិរន្តរភាពខ្លះជារឿងសំខាន់នៅក្នុងវ័យ40ឆ្នាំនេះនៅក្នុងវ័យ20ឆ្នាំនិង30ឆ្នាំអ្នកបានផ្ដល់អាទិភាពឬក៏ផ្ដោតសំខាន់ទៅលើផលិតភាពជាងអ្វីផ្សេងដោយអ្នកទាំងអស់គ្នាចំណាយពេលវេលានៅក្នុងការធ្វើការរយៈពេលយូរការខិតខំប្រឹងប្រែងនៅក្នុងអាជីពការងាររបស់អ្នកឥតឈប់ឈរការលះបង់ពេលសម្រាកឬក៏ពេលវេលាផ្ទាល់ខ្លួននោះក៏ដោយសារតែអ្នកចង់សម្រេចគោលដៅនៃអាជីពការងាររបស់អ្នកប៉ុន្តែនៅក្នុងវ័យ40ឆ្នាំនេះសុខភាពចាប់ផ្ដើមមានសារៈសំខាន់នៅក្នុងជីវិតរបស់អ្នកដូច្នេះនៅក្នុងវ័យ40ឆ្នាំភាពជោគជ័យគឺវាមានតិចតួចប្រសិនណាបើអ្នកមិនផ្ដល់អាទិភាពទៅលើសុខភាពថាមពល
ដែលអ្នកធ្លាប់មានពីមុនមកចាប់ផ្ដើមជាមានតម្លៃជាងពេលវេលារបស់អ្នកទៅទៀតសុខភាពក៏វាចាប់ផ្ដើមសំខាន់និងមានតម្លៃជាងសកម្មភាពដែលអ្នកធ្វើជាប្រចាំថ្ងៃផងដែរហើយទំនាក់ទំនងដ៏មានអត្ថន័យជាមួយនឹងក្រុមគ្រួសារឬក៏មិត្តភ័ក្តិជិតស្និទ្ធរបស់អ្នកคล้ายទៅជាផ្នែកមួយដែលសំខាន់នៅក្នុងជីវិតរបស់អ្នកដូចគ្នាដូច្នេះវាទាមទារឲ្យអ្នកទាំងអស់គ្នាបង្កើតជីវិតដែលផ្ដោតទៅលើសុខភាពហើយធ្វើយ៉ាងណាឲ្យរយៈពេលនៅក្នុងការរស់នៅរបស់យើងវាកាន់តែយូរអង្វែងពីព្រោះការផ្ដោតទៅលើសុខភាពនេះវាមិនមែនគ្រាន់តែចំណាយពេលក្នុងការអនុវត្ត2ទៅ3ដងនៅក្នុងមួយខែនោះទេវាទាមទារឲ្យអ្នកទាំងអស់គ្នាផ្ដោតទៅលើវានៅក្នុងរយៈពេលវែងនោះវានឹងផ្ដល់សមិទ្ធផលឬក៏បន្តការរីកចម្រើនរបស់អ្នកដូចគ្នាដូច្នេះនៅក្នុងវ័យ40ឆ្នាំនេះវាគឺជាដំណាក់កាលដែលជះឥទ្ធិពលទៅកាន់មនុស្សជុំវិញខ្លួនអ្នកមានបទពិសោធន៍គ្រប់គ្រាន់ដើម្បីដឹកនាំមានទស្សនវិស័យគ្រប់គ្រាន់ដើម្បីកសាងអ្វីដោយឆ្លៀសវៃនិងការយល់ដឹងគ្រប់គ្រាន់ដើម្បីគិតលើសពីខ្លួនឯងទស្សវត្សនេះមិនមែនជាដំណាក់កាលឬក៏ពេលវេលាដើម្បីបញ្ជាក់ពីសមត្ថភាពរបស់ខ្លួនឯងទៀតទេវាគឺជាការនិយាយអំពីពង្រីកទៅលើឥទ្ធិពលនិងការសាយភាយទៅកាន់មនុស្សជុំវិញខ្លួនតាមរយៈការដឹកនាំរបស់អ្នកការកសាងប្រព័ន្ធដែលមានទំហំធំនិងរឹងមាំការចែករំលែកចំណេះដឹងការគិតអំពីកេរដំណែលដែលអ្នកបានបង្កើតហើយជាចុងក្រោយការពារសុខភាពនិងរក្សាតុល្យភាពនៅក្នុងជីវិតពីព្រោះនៅក្នុងវ័យ40ឆ្នាំនេះផលប៉ះពាល់ដែលអ្នកមិនបានផ្ដោតទៅលើ5ចំណុចទាំងនោះវានឹងក្លាយជាផលប៉ះពាល់ទៅដល់សមិទ្ធផលរបស់អ្នកហើយវាក៏ជាពេលវេលាដែលអ្នកគុណទៅលើអ្វីដែលអ្នកបានកសាងនៅក្នុងអាយុ30ឆ្នាំដូចគ្នាដែលនៅក្នុងវ័យនេះគឺជាវ័យដែលនិយាយអំពីផលប៉ះពាល់ភាពជាអ្នកដឹកនាំនិងនិរន្តរ